សារៈសំខាន់របស់ទឹកចំណុចទាំង12ដែលអ្នកគួរចងចាំទុក 1. ការផឹកទឹកឲ្យបានគ្រប់គ្រាន់បញ្ជាក់គឺការផឹកទឹកបរិសុទ្ធថ្លាឆ្វង់ផឹកទឹកឲ្យបានគ្រប់គ្រាន់គឺចន្លោះពី2ទៅ2លីត្រកន្លះក្នុងមួយថ្ងៃ 2. ញ៉ាំអាហារដែលមានទឹកឲ្យបានគ្រប់គ្រាន់ក្នុងន័យនេះហៅថាការញ៉ាំទឹកដែលមានក្នុងអាហារម្ដុំ1លីត្រកន្លះទៅ2លីត្រក្នុងមួយថ្ងៃបន្ថែមទៀតទឹកក្នុងបន្លែស្រស់ដូចជាត្រសក់ការ៉ុតស្ពៃមើមបែកគក់ផ្លែឈើសម្បូរទឹកដូចជាឪឡឹកត្របែកស្រកានាគជម្ពូទឹកស៊ុបសាបឡំទឹកសម្លខ្មែរមានម្ជូរគ្រឿងប្រហើរសន្លក់ស្ងោរជ្រក់ឆាបន្លែឬទឹកគ្រឿងបន្លែឆៅឡាក់ទឹកក្នុងបន្លែផ្លែឈើស្រស់ក្នុងសម្លក្នុងស៊ុបមានសម្បូរដោយជាតិរ៉ែវាជាទឹករស់ដែលទ្រទ្រង់ជីវិតបានល្អឥតខ្ចោះពេលញ៉ាំចូលទៅវានាំអាហារចិញ្ចឹមនិងអុកស៊ីហ្សែនទៅដល់ក្នុងកោសិកានីមួយៗនិងនាំមកវិញនូវកាកសំណល់គ្រប់មុខដើម្បីលាងកោសិកាឲ្យស្អាត 3. ផឹកទឹកនិងញ៉ាំទឹកមានភាពខុសគ្នាផឹកទឹកនិងញ៉ាំទឹកមានភាពខុសគ្នាឆ្ងាយផឹកទឹកគឺផឹកទឹកបរិសុទ្ធថ្លាឆ្វង់ញ៉ាំទឹកគឺញ៉ាំអាហារដែលមានជាតិទឹកច្រើនផឹកទឹកគឺផឹកចន្លោះពី2លីត្រទៅ2លីត្រកន្លះក្នុងមួយថ្ងៃញ៉ាំទឹកគឺញ៉ាំ1លីត្រកន្លះទៅ2លីត្រក្នុងមួយថ្ងៃបើអ្នកញ៉ាំទឹកក្នុងម្ហូបអាហារផ្លែឈើនិងបន្លែស្រស់បានចំនួនច្រើនហើយមិនសូវបែកញើសនិងញ៉ាំសាបត្រូវបន្ថយការផឹកទឹកនិយាយរួមគឺសរុបចំនួនទឹកទាំងការញ៉ាំទឹកទាំងការផឹកទឹកគឺប្រមាណ3លីត្រកន្លះទៅ4លីត្រក្នុងមួយថ្ងៃចំណុចសំខាន់បំផុតគឺទឹកដែលញ៉ាំល្អជាងទឹកដែលផឹកទឹកដែលញ៉ាំនៅក្នុងខ្លួនបានយូរជាងទឹកដែលផឹកវាអាចជ្រាបចូលសព្វសាច់និងអាច recycle បានប៉ុន្តែទឹកដែលផឹកពិសេសបើមិនមានចលនារាងកាយជាប់ជាប្រចាំទេគឺផឹកចូលបានកន្លះម៉ោងទៅ1ម៉ោងវានឹងចេញទៅតាមទឹកនោមវិញអស់ភ្លាមវាមិនបានស្រោចស្រពសព្វសាច់សព្វសារពាង្គកាយរបស់យើងទេលោកអ្នកអាចយកទឹកទៅលាងជាតិពុលចាក់ចោលតាមលាមកតាមញើសនិងតាមទឹកនោមពោលគឺកុំឲ្យជាតិពុលកកតាមរាងកាយឡើងទម្ងន់ស្ទក់និងមានជំងឺប្រចាំកាយច្រើនមុខហើយរោគមុខថាឈឺអ្វីឲ្យពិតប្រាកដគឺរោគមិនឃើញទោះជាឈឺយូរឆ្នាំឈឺច្រើនមុខក៏នៅតែមិនមានឈ្មោះជំងឺច្បាស់លាស់មិនអាចកំណត់រោគវិធីព្យាបាលបាន 4. ទឹករស់គឺទឹកទ្រទ្រង់ជីវិតទឹកដែលទ្រទ្រង់ជីវិតមនុស្សសត្វឬរុក្ខជាតិជាទឹករស់វាមិនរាវខ្លាំងដូចទឹកធម្មតាទេវារាងខាប់ជាងគឺវាដូចទឹករងីដែលចេញពីស្បែកដែលរលាត់វាតម្រៀបគ្នាតាមរូបមន្តពិសេសដែលងាយមានលំហូរងាយចម្លងចរន្តអគ្គិសនីនិងថាមពលងាយក្នុងការដឹកជញ្ជូនអាហារនិងអុកស៊ីហ្សែនចូលក្នុងកោសិកានិងដឹកជាតិពុលចេញពីកោសិកាចាក់ចោលតាមញើសតាមទឹកនោមនិងលាមកទឹករស់គឺទឹកសម្លបន្លែឬស្ងោរបន្លែលោកអ្នកអាចធ្វើទឹករស់បានដោយខ្លួនឯងដោយត្រាំចំណិតត្រសក់ឬក្រូចឆ្មាឬគ្រាប់ជីឬស្លឹកជីអង្កាមនៅក្នុងទឹកឬដាំទឹកឆុងខ្ញីឬគល់ស្លឹកគ្រៃស្រស់ 5. ទឹកនិងចលនារាងកាយផឹកទឹកនិងញ៉ាំទឹកគ្រប់គ្រាន់គឺមិនទាន់គ្រប់គ្រាន់ទេគឺត្រូវមានចលនារាងកាយជាប្រចាំថែមទៀតទើបគ្រប់គ្រាន់ចំណុចសំខាន់គឺមានចលនារាងកាយនិងមានការបែកញើសទើបទឹកអាចបំពេញតួនាទីរបស់ខ្លួនក្នុងការទ្រទ្រង់ជីវិតបានពេញលេញបើមិនមានចលនារាងកាយគឺមិនមានចរន្តទឹកមិនមានចរន្តឈាមមិនមានចរន្តអាហារទៅចិញ្ចឹមនិងមិនមានចរន្តដឹកជាតិពុលយកទៅចាក់ចោលការផឹកទឹកនិងញ៉ាំទឹកច្រើនគ្រប់គ្រាន់ប៉ុន្តែខ្វះចលនារាងកាយវាអាចបង្កឲ្យមានការចាល់ជាតិទឹកដែលជាហេតុធ្វើឲ្យមានជំងឺលើសឈាមជំងឺតម្រងនោមនិងជំងឺបេះដូង 6. ទឹកបរិសុទ្ធទឹកដែលទ្រទ្រង់ជីវិតនិងលាងជាតិពុលបានល្អបំផុតក្រៅពីទឹកក្នុងអាហារដែលយើងញ៉ាំគឺទឹកបរិសុទ្ធវាគ្មានជាតិអាហារនៅក្នុងនោះទេពោលគឺគ្មានស្ករគ្មានទឹកដោះគោគ្មានទឹកសណ្តែកគ្មានទឹកផ្លែឈើគ្មានសំណល់គីមីគឺទឹកដែលគ្មានបង្កប់អាហារនិងជាតិពុលទឹកបែបនេះគឺអាចយកទៅលាងកោសិកាឲ្យស្អាតពីជាតិពុលសំណល់អាហារនិងសំណល់ជីវិតប្រចាំថ្ងៃទឹកបែបនេះអាចទ្រទ្រង់ជីវិតអ្នកបានដោយមិនបង្កជំងឺធាត់ជំងឺតម្រងនោមបេះដូងឬក្រពះពោះវៀនជាដើម 7. ទឹកក្តៅអ៊ុនទឹកល្អគឺទឹកក្តៅអ៊ុនរាងកាយមនុស្សផលិតកម្ដៅក្តៅអ៊ុនដើម្បីទ្រទ្រង់អាយុជីវិតរបស់ខ្លួនដូច្នេះអ្នកត្រូវផឹកទឹកដែលមានកម្ដៅក្តៅអ៊ុនដែរគ្រប់ប្រតិកម្មគីមីទ្រទ្រង់ជីវិតត្រូវការជាតិទឹកដែលក្តៅអ៊ុនដូច្នេះការផឹកទឹកឬញ៉ាំសម្លត្រជាក់មិនសូវល្អទេព្រោះរាងកាយមនុស្សត្រូវចំណាយថាមពលកម្ដៅទឹកនោះឲ្យក្តៅអ៊ុនជាមុនគឺធ្វើឲ្យខាតថាមពលនិងសល់កាកសំណល់គីមីបើញ៉ាំទឹកក្តៅអ៊ុនស្រាប់ទឹកធ្វើការភ្លាមមិនខាតថាមពលមិនមានសល់សំណល់គីមីហើយវានាំថាមពលទៅខ្លះស្រាប់តែម្ដង 8. កុំដាំទឹកច្រើនសារកុំដាំទឹកឲ្យពុះច្រើនសារការដាំទឹកញ៉ាំពេលទឹកពុះវាហួតចំហាយទឹកដែលជាផ្នែកបរិសុទ្ធរបស់ទឹកទៅអស់ខ្លះបើដាំទឹកច្រើនសារភាពបរិសុទ្ធរបស់ទឹកហួតកាន់តែអស់
ហើយសល់កំហាប់ជាតិពុលក្នុងទឹកកាន់តែច្រើនទៅម្យ៉ាងទៀតពេលទឹកត្រជាក់វាមានដុះមេរោគច្រើនយើងដាំវាម្ដងទៀតថ្វីត្បិតតែងាប់មេរោគអស់ប៉ុន្តែខ្មោចរបស់មេរោគវានៅសល់ក្នុងទឹកនឹងកាន់តែច្រើនទៅបើដាំច្រកដបញ៉ាំមិនអស់ក្នុងពេលមួយថ្ងៃគឺត្រូវចាក់ចោលបើដាំច្រកដបដាក់ក្នុងទូទឹកកកទុកបាន2ថ្ងៃលើសពីនឹងត្រូវចាក់ចោល9ការបែកញើសពេលអ្នកបែកញើសគឺអ្នកបាត់បង់ទាំងជាតិទឹកទាំងជាតិអំបិលនិងរ៉ែសំខាន់ដូច្នេះបើអ្នកញ៉ាំសាបត្រូវផឹកទឹកលាយអំបិលមួយចិបគឺច្បិចក្នុងចុងម្រាមដៃក្នុងទឹកមួយកែវបើអ្នកហូបប្រៃលើអំបិលលោកអ្នកមិនត្រូវថែមអំបិលក្នុងទឹកផឹកទេ10ស្ងោរបន្លែលោកអ្នកអាចស្ងោរបន្លែដាក់អំបិលមួយចិបតិចបំផុតយកទឹកញ៉ាំទឹកស្ងោរបន្លែនេះលោកអ្នកគួរតែមិនដឹងថាមានរសជាតិប្រៃឡំទេព្រោះអំបិលតិចបំផុតលោកអ្នកអាចស្ងោរត្រឡាចត្រសក់ការ៉ុតឬផ្សិតដាក់បន្លែតិចបំផុតអំបិលតិចបំផុតបើអាចញ៉ាំទឹកនឹងឲ្យបាន1កែវទៅ2កែវក្នុងមួយថ្ងៃជំនួសទឹកសុទ្ធធម្មតាគឺជាការល្អ11បំណែកជ័រតូចនៅក្នុងទឹកបើលោកអ្នកអាចជៀសបានគឺគួរជៀសផឹកទឹកក្នុងដបជ័រលោកអ្នកគួរដាំទឹកច្រកក្នុងដបកែវឬអ៊ីណុកទុកផឹកឬយកតាមខ្លួនពេលចេញទៅក្រៅ12ការផឹកទឹកចន្លោះអាហារនីមួយៗត្រូវផឹកទឹកឲ្យបានម្ដុំ2កែវនៅម្ដុំ2ម៉ោងក្រោយអាហារដើម្បីលាងសម្អាតប្រព័ន្ធរំលាយអាហារទឹកដែលផឹកនេះគឺទឹកបរិសុទ្ធគ្មានបង្កប់អាហារនៅក្នុងនោះទេការញ៉ាំទឹកបានគ្រប់គ្រាន់និងត្រឹមត្រូវគឺជួយដល់សុខភាពតម្រងនោមសូមសួរខ្លួនឯងថាតើតម្រងនោមរបស់អ្នកសុខសប្បាយដែរឬទេសូមការពារតម្រងនោមរបស់អ្នកបើរកឃើញជាមុនថាតម្រងនោមរបស់អ្នកកំពុងខូចកំពុងឈឺរ៉ាំរ៉ៃឬកំពុងឈឺធ្ងន់ធ្ងរការព្យាបាលជាវិធានការដ៏បន្ទាន់បំផុតដើម្បីទប់ស្កាត់ការវិវត្តរបស់វាសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងមកមន្ទីរពហុព្យាបាលីស្រីវីណាតាមលេខទូរស័ព្ទ07 990 988ឬ099 990 988ឬ071 8 990 988លោកអ្នកអាចឆាតមក Telegram 085 990 988ឬ070 990 988ឬ099 990 988ក្រុមការងារនៃមន្ទីរពហុព្យាបាលីស្រីវីណានឹងរងចាំឆ្លើយនៅរាល់ចម្ងល់របស់លោកអ្នកពេញមួយឆ្នាំសូមអរគុណ